បាទជំរាបសួរបងប្អូនអ្នកគ្នាឥឡូវនេះគឺនៅថ្ងៃទី27កញ្ញា2025នេះគឺថៃបានទំនួលបទឈប់បានទីឲ្យបងប្អូនមកដល់កម្ពុជាដែលថៃប៉ុនប៉ងផ្ទុះអាវុធមកដល់កម្ពុជាជាច្រើនក្របឲ្យបងប្អូននៅខេត្តព្រះវិហារបងប្អូនចឹងសូមឲ្យបងប្អូនដែលនៅជាប់ព្រំដែនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បងប្អូនដោយសារទៅថៃគឺមានការផ្ទុះអាវុធឲ្យបងប្អូនចឹងសូមបងប្អូនអ្នកគ្នាសុខភាពអ្នកគ្នាបាទយើងត្រូវជំនះខ្លួនទីឲ្យបងប្អូនអើយថៃកាន់តែខ្លាំងហើយឥឡូវគឺហ៊ានរំលោភបទឈប់បានដែលដូណាល់ត្រាំបានបញ្ចប់រវាងកម្ពុជានិងថៃឲ្យមានបទឈប់បានចឹងមានតែដូណាល់ត្រាំនិងម៉ាឡេស៊ីដែលជាប្រធានអាស៊ានដូវេនទេដែលជួយកម្ពុជាយើងហើយយើងក៏ត្រូវតែជួយខ្លួនយើងដែរបងប្អូនចឹងសូមឲ្យបងប្អូនសុខសប្បាយទាំងអស់គ្នាបាទ